โมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมមាសម្ពុទ្ធស្សៈរតនត្រយស័កកនពាមីខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍មានគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមអ្នកមស្ការក្រាបថ្វាយបង្គំព្រះថេរាព្រះថេរៈគ្រប់ព្រះអង្គនិងពុទ្ធសាសនមណ្ឌលទាំងមូលដោយសេចក្តីគោរពនិងជ្រះថ្លាបៃដកភគ្គទី17ទំព័រ301ឃ្នាប138ឃ្នាប138មនាលភិក្ខុទាំងឡាយបើបុគ្គលណាមួយបានចម្រើនសតិប្បដ្ឋានទាំង4នេះអស់រយៈពេល7ឆ្នាំតាមលំដាប់នៃវិធីចម្រើនដែលតថាគតបានពោលហើយយ៉ាងនេះបណ្ដាផលទាំងឡាយពីផលណាមួយក៏គង់នឹងបានសម្រេចដល់បុគ្គលនោះតាមសេចក្តីប្រាថ្នាដោយពិតគឺថានឹងបានសម្រេចនៅភាវៈជាព្រះអរហន្តក្នុងបច្ចុប្បន្នតាន់ភ្នែកពុំនោះសោតបើមានឧបាទានខណ្ឌសេសសល់នៅក៏គង់នឹងបានសម្រេចនៅភាវៈជាអនាគាមីបុគ្គលពុំខានឡើយមនាលភិក្ខុទាំងឡាយកុំថាដល់ទៅអស់7ឆ្នាំឡើយមនាលភិក្ខុទាំងឡាយសូម្បីបុគ្គលណាមួយបានចម្រើនសតិប្បដ្ឋានទាំង4នេះអស់រយៈពេល6ឆ្នាំតាមលំដាប់នៃវិធីចម្រើនដែលតថាគតបានពោលមកហើយនេះអស់រយៈពេល5ឆ្នាំអស់រយៈពេល4ឆ្នាំអស់រយៈពេល3ឆ្នាំអស់រយៈពេល2ឆ្នាំអស់រយៈពេល1ឆ្នាំពេលមនាលភិក្ខុទាំងឡាយកុំថាដល់ទៅអស់1ឆ្នាំឡើយមនាលភិក្ខុទាំងឡាយសូម្បីបុគ្គលណាមួយបានចម្រើនសតិប្បដ្ឋានទាំង4នេះអស់7ខែតាមលំដាប់នៃវិធីចម្រើនដែលតថាគតបានពោលមកហើយយ៉ាងនេះបណ្ដាផលទាំងឡាយពីផលណាមួយក៏គង់នឹងបានសម្រេចដល់បុគ្គលនោះតាមសេចក្តីប្រាថ្នាដោយពិតគឺថានឹងបានសម្រេចនៅភាវៈជាព្រះអរហន្តក្នុងបច្ចុប្បន្នតាន់ភ្នែកពុំនោះសោតបើមានឧបាទានខណ្ឌសេសសល់នោះក៏គង់នឹងបានសម្រេចនៅភាវៈជាអនាគាមីបុគ្គលពុំខានឡើយមនាលភិក្ខុទាំងឡាយកុំថាដល់ទៅអស់7ខែឡើយមនាលភិក្ខុទាំងឡាយសូម្បីបុគ្គលណាមួយបានចម្រើនសតិប្បដ្ឋានទាំង4នេះអស់រយៈពេល6ខែតាមលំដាប់នៃវិធីចម្រើនដែលតថាគតបានពោលមកហើយយ៉ាងនេះអស់រយៈពេល5ខែអស់រយៈពេល4ខែអស់រយៈពេល3ខែអស់រយៈពេល2ខែអស់រយៈពេល1ខែអស់រយៈពេលកន្លះខែពេលមនាលភិក្ខុទាំងឡាយកុំថាដល់ទៅកន្លះខែឡើយមនាលភិក្ខុទាំងឡាយសូម្បីបុគ្គលណាមួយបានចម្រើនសតិប្បដ្ឋាន4នេះអស់រយៈពេល7ថ្ងៃតាមលំដាប់នៃវិធីចម្រើនដែលតថាគតបានពោលមកហើយយ៉ាងនេះបណ្ដាផលទាំងឡាយពីផលណាមួយគង់នឹងបានសម្រេចដល់បុគ្គលនោះតាមប្រាថ្នាដោយពិតគឺថានឹងបានសម្រេចនៅភាវៈជាព្រះអរហន្តក្នុងបច្ចុប្បន្នតាន់ភ្នែកពុំនោះសោតបើមានឧបាទានខណ្ឌសេសសល់នៅក៏គង់នឹងបានសម្រេចនៅភាវៈជាអនាគាមីបុគ្គលពុំខានឡើយមនាលភិក្ខុទាំងឡាយផ្លូវគឺសតិប្បដ្ឋានទាំងឡាយ4នេះជាផ្លូវមូលតែមួយប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធដោយវិសេសរបស់សត្វទាំងឡាយដើម្បីកន្លងបងនៅសេចក្តីសោកនិងសេចក្តីសឹកសួលរំជួលចិត្តទាំងឡាយដើម្បីរំលត់ទៅនៃទុក្ខនិងទោមនស្សទាំងឡាយដើម្បីដល់នៅអរិយមគ្គជាធម៌សម្រាប់ស្រោចស្រង់ដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានពាក្យណាដែលតថាគតបានពោលហើយថាសាសនារបស់តថាគតជាគុណសម្រាប់ស្រោចស្រង់សត្វដូច្នេះពាក្យនោះតថាគតពោលហើយព្រោះអាស្រ័យនៅផ្លូវដ៏ប្រសើរគឺសតិប្បដ្ឋានទាំង4នេះឯង
លោកព្រះមានប្រភពត្រង់សម្ដែងសតិប្បដ្ឋានសូត្រនេះចប់ហើយភិក្ខុទាំងឡាយនោះក៏មានចិត្តរីករាយត្រេកអរចំពោះភាសិតនៃព្រះមានព្រះភ័ក្ត្រចាប់មហាសតិប្បដ្ឋានសូត្រទី9ការផ្សាយព្រះធម៌នេះជាធម្មទានខ្ញុំបករណាបោថាវរីក៏សូមខមាទោសដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃទោះឯណាដែលខ្ញុំបកណាធ្វើឲ្យភ្លៀងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាទេវាកន្ធ្វានិវេតយងសាពេលោកាមយេសត្តាជីវន្តាហារហេតកាមនុញ្ញាងភោចនាងសាពេអ្នកផនតុមមចេតសាតិសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសព្វបត្តិសេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសព្វបត្តិភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសព្វបត្តិសេចក្តីសោកទៅអង្គសូមឲ្យបាននៅជាសុខកុំបីមានភ័យនិងសេចក្តីទុក្ខសូមឲ្យនៅក្នុងរូបនេះកុំឲ្យមានសេចក្តីខឹងសេចក្តីក្រោធកុំឲ្យមានការព្យាបាទកុំឲ្យមានការឈ្នានីសច្រណែននៅក្នុងរូបកាយនេះសូមឲ្យអាត្មាអញបានដល់នៅសេចក្តីសុខកុំបីមានភ័យនិងសេចក្តីទុក្ខសូមឲ្យព្រះភិក្ខុសង្ឃទាំងអស់នៅក្នុងវត្តនេះបានដល់នៅសេចក្តីសុខកុំបីមានភ័យនិងសេចក្តីទុក្ខសូមឲ្យទេវតាទាំងឡាយដែលថែរក្សាខ្ញុំព្រះករុណាសូមឲ្យទេវតាគ្រប់ជាន់គ្រប់ថ្នាក់ទាំងអស់បានដល់នៅសេចក្តីសុខកុំបីមានភ័យនិងសេចក្តីទុក្ខសូមឲ្យមនុស្សទាំងអស់នៅក្នុងទីនេះបានដល់នៅសេចក្តីសុខកុំបីមានភ័យនិងសេចក្តីទុក្ខសូមឲ្យមនុស្សនៅក្នុងភូមិនេះឃុំនេះស្រុកនេះខេត្តនេះប្រទេសនេះបានដល់នៅសេចក្តីសុខកុំបីមានភ័យនិងសេចក្តីទុក្ខសូមឲ្យមនុស្សនៅក្នុងប្រទេសនេះទ្វីបនេះចក្រវាលនេះនិងមើលលោកធាតុទាំងអស់បានដល់នៅសេចក្តីសុខកុំបីមានភ័យនិងសេចក្តីទុក្ខសូមឲ្យសត្វដេរឆានទាំងអស់សត្វនរកប្រែតអសុរកាយបានដល់នៅសេចក្តីសុខកុំបីមានភ័យនិងសេចក្តីទុក្ខសូមឲ្យសព្វសត្វទាំងអស់ដែលមានពៀវិរិយនឹងខ្ញុំនឹងអហោសកម្មឲ្យសព្វសត្វទាំងអស់អភ័យទោសឲ្យសព្វសត្វទាំងអស់បើសិនជាខ្ញុំមានកំហុសឆ្គងឆ្គងឯណាមួយទៅលើសព្វសត្វទាំងអស់សូមសព្វសត្វទាំងអស់អត់ឱនទោសឲ្យខ្ញុំផងខ្ញុំមានតែចិត្តមេត្តាករុណាទៅលើសព្វសត្វទាំងអស់ខ្ញុំមានតែជូនបុណ្យជូនកុសលឲ្យសព្វសត្វទាំងអស់សូមឲ្យបានដល់នៅសេចក្តីសុខកុំបីមានភ័យនិងសេចក្តីទុក្ខសព្វសត្វទាំងអស់ដែលបានឮនិងមិនបានឮទាំងបានរៀបរាប់និងមិនទាន់បានរៀបរាប់ទាំងបានដឹងនិងមិនបានដឹងទាំងញាតិនិងមិនមែនញាតិទាំងមិត្តនិងមិនមែនមិត្តសូមសព្វសត្វទាំងអស់អាមោទនានៅបុណ្យកុសលដែលខ្ញុំបានបំពេញទាំងទានទាំងសិលទាំងភាវនា